ជារៀងរាល់ថ្ងៃខ្ញុំជឿថាមានមនុស្សជាច្រើននៅពេលដែលប្រើប្រាស់បណ្ដាញសង្គមតែងតែឃើញសង្គ្រាមពាក្យសម្ដីរវាងប្រជាជនខ្មែរនិងប្រជាជនថៃអំពីវប្បធម៌និងប្រវត្តិសាស្ត្ររបស់ខ្លួនសំណួរសួរថាតើអ្នកណាជាម្ចាស់ពិតប្រាកដសម្រាប់អ្នកប្រវត្តិសាស្ត្រអន្តរជាតិការពិតត្រូវបានចារទុកនៅលើសិលាចារឹកនិងសាលដីកាតុលាការពិភពលោកទៅហើយប៉ុន្តែហេតុអ្វីបានជាប្រជាជនថៃរាប់រយនាក់ប្រវត្តិសាស្ត្រដែលពួកគេបានរៀនពីសាលាបែរជាសាច់រឿងផ្សេងស្រឡះទៅវិញប្រសិនបើជាអ្នកជជែកវែកញែកតាមបណ្ដាញសង្គមជាមួយនឹងប្រជាជនថៃជ្រុលនិយមមួយចំនួនច្បាស់ណាស់ពួកគេនឹងនិយាយថាប្រទេសខ្មែរកើតក្រោយប្រទេសថៃហើយខ្មែរមិនមែនជាអ្នកកសាងប្រាសាទអង្គរវត្តទេហើយមានមតិមួយចំនួនលើកឡើងថាដោយសារខ្មែរយើងធ្លាប់ស្ថិតក្រោមអាណានិគមបារាំងពីមុនអញ្ចឹងអាណានិគមបារាំងជាអ្នកប្លន់យកប្រាសាទជាច្រើនពីប្រទេសរបស់ពួកគេរឿងទាំងអស់ហ្នឹងមិនមែនជាការខមមិនលេងសើចទេប៉ុន្តែគឺជាជំនឿដ៏ជ្រាលជ្រៅដែលគេបានបញ្ជ្រាបទៅលើប្រជាជនថៃទូទៅមកហើយប៉ុន្តែហេតុអ្វីប្រទេសមួយទាំងមូលអាចច្រឡំប្រវត្តិសាស្ត្រជាមួយនឹងប្រទេសជិតខាងតើអ្វីជាមូលហេតុនៅពេលក្រោយការយល់ឃើញខុសគ្នារវាងប្រជាជនទាំងពីរបើតាមលទ្ធភាពប្រវត្តិសាស្ត្រនេះគឺជាលទ្ធផលនៃការរៀបចំកម្មវិធីសិក្សាថ្នាក់ជាតិយ៉ាងហ្មត់ចត់មួយតាំងពីជាងមួយសតវត្សរ៍មុនមកម្ល៉េះវាជាយុទ្ធសាស្ត្ររបស់រដ្ឋក្នុងការកំណត់ទិសដៅនៃការយល់ដឹងរបស់ប្រជាជនដើម្បីពង្រឹងសមត្ថភាពស្នេហាជាតិតោះថ្ងៃនេះយើងមកស្វែងយល់អំពីរបៀបដែលប្រវត្តិសាស្ត្រត្រូវបានរៀបចំឡើងនៅក្នុងប្រព័ន្ធអប់រំរបស់ប្រទេសថៃឥឡូវយើងមកមើលការពិតប្រវត្តិសាស្ត្រដែលពិភពលោកបានកត់ត្រាទុកវិញម្ដងបើកលេចទៅមើលសម័យអង្គរអាណាចក្រខ្មែរលាតសន្ធឹងធំណាស់តំបន់ភាគកណ្ដាលភាគខាងកើតនិងភាគឦសានរបស់ថៃសពថ្ងៃគឺជាទឹកដីខ្មែរកាលពីមុនសូម្បីតែប្រាសាទភិមាយឬប្រាសាទភ្នំរុងដែលស្ថិតក្នុងដីថៃសពថ្ងៃគឺជាសំណង់ស្ថាបត្យកម្មខ្មែរដែរប្រាសាទទាំងនេះដើរតួជាមជ្ឈមណ្ឌលរដ្ឋបាលសាសនាដែលថែមទាំងមានផ្លូវលួងបុរាណតភ្ជាប់ផ្ទាល់មករាជធានីអង្គរថែមទៀតផងនៅសម័យនោះក្រុមមនុស្សដែលនិយាយភាសាតៃបានធ្វើចំណាក់ស្រុកមកភាគខាងត្បូងប្រទេសចិនពួកគេរស់នៅតាមជាយដែននៃអាណាចក្រខ្មែរក្នុងនាមជាចំណុះជាទាហានឈ្នួលនិងជាកម្លាំងពលកម្មជាក់ស្ដែងថ្វីដៃចម្លាក់ដ៏ល្បីល្បាញនៅលើជញ្ជាំងប្រាសាទអង្គរវត្តបានឆ្លាក់យ៉ាងច្បាស់ពីទ័ពឈ្នួលជនជាតិសៀមដែលមានសរសេរអក្សរថាមកពីតំបន់សៀមកំពុងដើរក្បួនក្រោមការបញ្ជារបស់កងទ័ពខ្មែរនៅពេលដែលអាណាចក្រខ្មែរចាប់ផ្ដើមចុះខ្សោយនិងសង្គ្រាមផ្ទៃក្នុងនគរសៀមបានងើបឡើងហើយចូលមកគ្រប់គ្រងទឹកដីទាំងនោះជំនួសវិញត្រង់ចំណុចនេះហើយជាចំណុចដំបូងដែលធ្វើឲ្យប្រវត្តិសាស្ត្រនិងភូមិសាស្ត្រចាប់ផ្ដើមច្របូកច្របល់គ្នាព្រោះនៅពេលដែលដែនដីប្រែប្រួលទៅតាមសម័យកាលហើយប្រាសាទខ្មែរទាំងនោះធ្លាក់ទៅក្នុងទឹកដីសៀមវាបានបង្កើតជាការយល់ឃើញមួយក្នុងចំណោមប្រជាជនមូលដ្ឋានថាសំណង់វប្បធម៌ទាំងនោះគឺជាកេរមរតករបស់ដូនតារបស់ពួកគេទៅវិញដើម្បីយល់ពីឫសគល់នៃប្រព័ន្ធអប់រំប្រវត្តិសាស្ត្ររបស់ប្រទេសថៃយើងត្រូវស្គាល់បុរសម្នាក់គឺសម្ដេចក្រមព្រះតម្រង់រាជានុភាពនៅក្នុងប្រទេសថៃព្រះអង្គត្រូវបានគេគោរពនិងស្គាល់ថាជាបិតានៃប្រវត្តិសាស្ត្រថៃនៅចុងសតវត្សទី19ព្រះអង្គទទួលភារកិច្ចពីរាជការសៀមក្នុងការរៀបចំនិងចងក្រងប្រវត្តិសាស្ត្រជាតិឡើងវិញគោលបំណងធំបំផុតនៅពេលនោះគឺដើម្បីពង្រឹងស្មារតីរួមជាតិនិងការពារប្រទេសជាតិពីការគំរាមកំហែងនិងការលេបទឹកដីពីពួកអាណានិគមខាងលិចបើយើងថយពេលវេលាទៅសម័យនោះមុននឹងមានការរៀបចំកំណែទម្រង់នេះមនុស្សនៅក្នុងតំបន់ភាគច្រើនសម្គាល់ខ្លួនឯងទៅតាមនគរឬក៏បុរីរដ្ឋរៀងៗខ្លួនប៉ុណ្ណោះដូចជាអ្នកឈៀងម៉ៃអ្នកអយុធ្យាឬអ្នកនគរស្រីធម្មរាជាដើមនាសម័យនោះមិនទាន់មានពាក្យថាប្រជាជាតិថៃរួមដូចសពថ្ងៃឡើយដូច្នេះហើយទើបសម្ដេចក្រមព្រះតម្រង់យល់ថាដើម្បីរក្សាឯករាជ្យជាតិពីការគំរាមកំហែងរបស់បារាំងនិងអង់គ្លេសរដ្ឋត្រូវតែបង្កើតអត្តសញ្ញាណ
ជាតិរួមមួយនិងប្រវត្តិសាស្ត្រមួយដែលរឹងមាំដើម្បីចងក្រងប្រជាជនឲ្យคล้ายទៅជាធ្នង់មួយនេះហើយជាចំណុចចាប់ផ្ដើមនៃការបង្កើតគោលគំនិតភាពជាថៃដើម្បីសម្រេចកិច្ចការនេះលោកក្រុងព្រះតម្រង់រាជាបានសរសេរប្រវត្តិសាស្ត្រឡើងវិញដោយប្រមូលយកវប្បធម៌ចាស់ៗទាំងអស់នៅក្នុងតំបន់មកបញ្ចូលជាខ្សែស្រឡាយប្រវត្តិសាស្ត្រថៃលោកបានអះអាងថាទាំងវប្បធម៌ទ្វារវតីលបបុរីនិងវប្បធម៌ខ្មែរតាមបណ្ដាខេត្តគ្រាន់តែជាវគ្គឬក៏សម័យកាលមួយនៃអរិយធម៌ថៃប៉ុណ្ណោះតាមរយៈការបដូរឈ្មោះសិល្បៈខ្មែរបុរាណដែលរកឃើញក្នុងប្រទេសថៃទៅជាសិល្បៈសម័យលបបុរីសៀវភៅសិក្សាថៃបានលុបពាក្យថាខ្មែរចេញពីប្រភពដើមនៃការច្នៃប្រឌិតរួចជំនួសមកវិញដោយឈ្មោះខេត្តរបស់ថៃនេះហើយជាហេតុផលដែលធ្វើឲ្យកូនចៅថៃរាប់ចំនួនបានធំដឹងក្តីឡើងជាមួយការយល់ឃើញថាប្រាសាទបុរាណទាំងនេះគឺជាផ្នែកមួយនៃខ្សែសង្វាក់ប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ពួកគេនៅក្នុងសៀវភៅសិក្សានិងផែនទីប្រវត្តិសាស្ត្ររបស់ប្រទេសថៃកាលពីមុនគេជឿថាប្រទេសសៀមបានបាត់បង់បូរណភាពទឹកដីជាច្រើនលើកជាច្រើនសារឲ្យទៅពួកមហាអំណាចលោកខាងលិចក្នុងកំឡុងពេលយុគសម័យអាណានិគមនៅចុងសតវត្ស1930ប្រទេសសៀមបានធ្លាក់ក្រោមការគ្រប់គ្រងរបស់មេដឹកនាំផ្ដាច់ការយោធាគឺលោកសេនាប្រមុខប្លែកបូរិនសង្គ្រាមលោកបានបដូរឈ្មោះពីប្រទេសសៀមទៅជាប្រទេសថៃហើយបានយកមនោគមវិជ្ជាជ្រុលនិយមបែបហ្វាស៊ីសមកប្រើប្រាស់ដើម្បីបង្រួបបង្រួមជាតិរបបរបស់លោកបង្កើតសាច់រឿងមួយដ៏មានឥទ្ធិពលគឺការធ្វើខ្លួនជាជនរងគ្រោះពួកគេគូសផែនទីបង្ហាញប្រជាជនថាប្រទេសកម្ពុជានិងឡាវដើមឡើយជាដីរបស់ថៃដែលត្រូវពួកអាណានិគមបារាំងប្លន់យកទៅទាំងបង្ខំប៉ុន្តែបើផ្អែកទៅលើការពិតប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិទឹកដីកម្ពុជាមិនដែលជាដើមកំណើតរបស់ប្រទេសថៃនោះទេទំនាក់ទំនងកាលពីបុរាណគឺគ្រាន់តែជាការប្រែប្រួលឥទ្ធិពលនយោបាយដែលសៀមធ្លាប់គ្រប់គ្រងលើរាជវាំងខ្មែរក្នុងសម័យកាលដែលយើងចុះខ្សោយប៉ុណ្ណោះជាក់ស្ដែងនៅពេលដែលបារាំងរៀបចំសន្ធិសញ្ញាឆ្នាំ1907គឺគ្រាន់តែជាការទាមទារឲ្យសៀមប្រគល់ខេត្តខាងលិចរបស់ខ្មែរត្រឡប់ស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយសារតែសៀវភៅសិក្សារបស់ថៃបានដើរចំណុចនេះថាជាការបាត់បង់បូរណភាពទឹកដីបានធ្វើឲ្យប្រជាជនថៃជាច្រើនជំនាន់ធំដឹងក្តីឡើងដោយយល់ថាទឹកដីទាំងនោះធ្លាប់ជារបស់ពួកគេផ្នត់គំនិតខុសគ្នានេះហើយដែលបានបន្សល់ទុកនូវភាពរកាំរកូសក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំងពីររហូតមកដល់សព្វថ្ងៃមកដល់ឆ្នាំ1962ការយល់ឃើញពីប្រវត្តិសាស្ត្ររបស់ថៃនិងការពិតនៃច្បាប់អន្តរជាតិបានដើរមកជួបនៅចំណុចរបត់មួយនោះគឺនៅពេលដែលតុលាការពិភពលោក ICJ បានកាត់សេចក្តីឲ្យកម្ពុជាឈ្នះក្តីដោយទទួលស្គាល់ថាប្រាសាទព្រះវិហារជារបស់ខ្មែរដោយផ្អែកទៅលើផែនទីដែលបារាំងនិងសៀមបានប្រឹងប្រែងគ្នាកាលពីឆ្នាំ1907ការសម្រេចចិត្តនេះបានធ្វើឲ្យមតិសាធារណជននិងប្រជាជនថៃជាច្រើនមានការខកចិត្តនិងពិបាកទទួលយកយ៉ាងខ្លាំងព្រោះវាខុសស្រឡះពីអ្វីដែលពួកគេបានរៀនសូត្រពីមុនមកដោយសារតែប្រព័ន្ធអប់រំនិងការផ្សព្វផ្សាយក្នុងស្រុកនាពេលនោះបានសង្កត់ធ្ងន់ថាប្រាសាទព្រះវិហារគឺជាទឹកដីរបស់ថៃយ៉ាងមុតមាំទើបនៅពេលដែលសារដីកាចេញមកប្រជាជនថៃមានអារម្មណ៍តក់ស្លុតនិងមានភាពខកចិត្តយ៉ាងខ្លាំងចំពោះសមាគមអន្តរជាតិដើម្បីសម្របសម្រួលអារម្មណ៍សាធារណជននាយករដ្ឋមន្ត្រីថៃនាពេលនោះគឺលោកសេនាប្រមុខសារ៉ិតថាណារ៉ាត់បានថ្លែងការណ៍តាមវិទ្យុជាតិទាំងក្តុកក្តួលលោកបានបញ្ជាក់ថាប្រទេសថៃនឹងគោរពតាមកាតព្វកិច្ចនៃសារដីកាតុលាការពិភពលោកប៉ុន្តែលោកក៏បានបន្សល់ទុកនៅជំហរនយោបាយមួយដោយលើកឡើងថាការប្រគល់ប្រាសាទនេះមិនមានន័យថាបោះបង់សិទ្ធិតវ៉ានៅថ្ងៃអនាគតនោះទេប្រសិនបើមានភស្តុតាងថ្មីចំណុចសំខាន់មួយទៀតគឺជំហរផ្លូវការរបស់ភាគីថៃនាពេលនោះយល់ឃើញថាសារដីកាតុលាការ
ពិភពលោកកំណត់អធិបតេយ្យភាពត្រឹមតែតួប្រាសាទព្រះវិហារប៉ុណ្ណោះប៉ុន្តែមិនបានរួមបញ្ចូលដីធ្លីនិងតំបន់ជុំវិញនោះទេការបកស្រាយផ្នែកច្បាប់នៅក្នុងស្រុកខុសគ្នាពីច្បាប់អន្តរជាតិបែបនេះត្រូវបានរក្សាទុកនិងបន្តសិក្សានៅក្នុងប្រព័ន្ធអប់រំនិងស្ថាប័នសន្តិសុខរបស់ថៃកត្តានេះហើយជាឫសគល់នាំឲ្យមានការយល់ឃើញខុសគ្នារហូតដល់ការប៉ះទង្គិចគ្នាតាមព្រំដែនចន្លោះឆ្នាំ2008ដល់ឆ្នាំ2011នៅពេលដែលកម្ពុជាស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោកនៅអង្គការ UNESCO ដោយសារតែប្រព័ន្ធអប់រំពីមុនបានធ្វើឲ្យយុវជនថៃមួយចំនួនយល់ថាវប្បធម៌ក្នុងតំបន់មានភាពហាក់ផាយគ្នាឬមានប្រភពចេញពីពួកគេការឃើញវប្បធម៌ខ្មែរទទួលបានការទទួលស្គាល់ពីអន្តរជាតិបានបង្កើតជាការទាស់ទែងគ្នាក្នុងចិត្តមកដល់ត្រង់ចំណុចនេះយើងអាចឃើញថាសង្គ្រាមពាក្យសម្ដីនៅលើបណ្ដាញសង្គមសប្តាហ៍ថ្ងៃមិនមែនកើតចេញដោយគ្មានឫសគល់នោះទេអ្វីដែលកំពុងកើតឡើងគឺជារលកជះចេញពីយុទ្ធសាស្ត្រកសាងជាតិរបស់រដ្ឋាភិបាលសៀមតាំងពីជាង100ឆ្នាំមុនកាលនោះដើម្បីរៀបចំប្រទេសឲ្យក្លាយទៅជារដ្ឋទំនើបនិងរួបរวมគ្នាពួកគេបានចងក្រងប្រវត្តិសាស្ត្រតំបន់ទាំងមូលឲ្យក្លាយទៅជាសាច់រឿងមួយការធ្វើបែបនេះទោះបីជាវាបានជួយសង្គ្រោះប្រទេសគេពីយុគសម័យអាណានិគមមែនប៉ុន្តែវាបានបង្កើតជាផលប៉ះពាល់បណ្ដាលឲ្យមនុស្សជំនាន់ក្រោយរបស់ពួកគេពិបាកបែងចែករវាងព្រំដែនសម័យថ្មីនិងម្ចាស់កេរដំណែលវប្បធម៌ពិតប្រាកដពីបុរាណអ្នកទាំងអស់គ្នាត្រូវចាំថាការពិតប្រវត្តិសាស្ត្រគឺនៅតែជាការពិតសិលាចារឹកនិងប្រាសាទថ្មដ៏អស្ចារ្យដែលធ្វើឡើងដោយស្ដេចខ្មែរពីមុនគឺជាការពិតដែលមិនអាចប្រកែកបានមានតែការឈប់មើលប្រវត្តិសាស្ត្របែបអគតិហើយងាកមកសិក្សាផ្អែកលើទិន្នន័យជាក់ស្ដែងនិងច្បាប់អន្តរជាតិប៉ុណ្ណោះទើបយើងអាចបញ្ចប់ការវែកញែកខុសរឿងហើយរួមគ្នាថែរក្សាវប្បធម៌ពិតប្រាកដនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងនេះសូមអរគុណទៅបងប្អូនទាំងអស់គ្នាដែលបានទស្សនាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរបើយើងនិយាយឲ្យស៊ីជម្រៅទៅប្រវត្តិសាស្ត្រវាមានលក្ខណៈស្មុគស្មាញយើងមិនអាចមកសង្ខេបឲ្យពេញលេញនៅក្នុងវីដេអូ10នាទីនឹងជាងបណ្ដាញខ្ញុំគ្រាន់តែលើកយកចំណុចសំខាន់ដែលកើតឡើងនៅក្នុងបណ្ដាញសង្គមជាក់ស្ដែងរវាងប្រជាជាតិទាំងពីរតែងតែមានចំនួនទាស់តែងគ្នារវាងវប្បធម៌ប្រវត្តិសាស្ត្រជារបស់អ្នកណាអញ្ចឹងទៅអញ្ចឹងបងប្អូនមានមតិយ៉ាងណាដែរចំពោះការបង្រៀនប្រវត្តិសាស្ត្រទៅលើប្រជាជនរបស់ប្រទេសជាតិខាងសូមខមមិនខាងក្រោមអរគុណ